The Khmer Today Insight សូមជូនបទវិចារណកថាអ្នកជំងឺអាស៊ានច្រឡំគំរាមមហាអំណាចសហរដ្ឋអាមេរិកអនុទីនមិនដឹងជាយ៉ាងម៉េចទៅបានជាឆ្លើយប្រាប់លោកដូណាល់ត្រាំថាការផ្អាកកិច្ចព្រមព្រៀងសន្តិភាពគឺដោយសារមូលហេតុមកពីកម្ពុជាហើយនៅហ៊ានទាមទារឲ្យកម្ពុជាចេញសុំទោសខ្លួនទៀតលោកអនុទីនទំនងជាច្រឡំថាប្រទេសខ្លួនឯងគឺជាខ្លាអាស៊ានខណៈដែលមានអ្នកវិភាគសេដ្ឋកិច្ចបានហៅថៃថាជាអ្នកជំងឺអាស៊ីហើយបើតាមប្រវត្តិកន្លងមកវិញលោកអនុទីនចោះចូលគណៈបកណាតែងតែក្បត់គណៈបកនោះតើថៃជាតួឯកហើយកម្ពុជាជាតួរងមែនដែរឬទេមិនប្រកាសនោះទេកាលពីវិចារណកថាមុនយើងបានឃើញពាក្យមួយឃ្លាថាការទូតមួយម៉ាត់រស់មួយម៉ាត់ស្លាប់ដូច្នេះទើបកម្ពុជាតែងតែរក្សាសម្លេងតែមួយលើឆាកអន្តរជាតិមិនចាត់តាំងនរណាឲ្យចេះតែឆ្លើយឲ្យតែរួចពីមាត់និងមិនទទួលសម្ភាសច្រើននាំនិយាយខុសច្រើនពិសេសគឺក្នុងរបបនយោបាយអន្តរជាតិដ៏ស្មុគស្មាញនេះចំពោះសហរដ្ឋអាមេរិកទំនងជាចង់សាកមើលថាតើថៃច្បាស់ដែរឬទេដែលងាកទៅចិនតើច្បាស់ទេថាមិនពឹងសហរដ្ឋអាមេរិកហើយច្បាស់ដែរទេដែលថាខ្លួនមិនខ្វល់រឿងពន្ធរកស៊ីច្បាស់ទេដែលហ៊ានផ្អាកកិច្ចព្រមព្រៀងតាមអំពើចិត្តបំបាក់មុខគេឯងហើយបើច្បាស់ថៃអាចសាកមើលបានទី1សេដ្ឋកិច្ចថៃត្បិតថាធំជាងកម្ពុជាតែកំណើនក៏ផុតគ្នាដាច់ដែរទី2ជប៉ុនជាអ្នករកស៊ីធំនៅស្រុកថៃជឿទេបើអាមេរិកនិយាយតែមួយម៉ាត់អ្នករកស៊ីនៅជប៉ុននឹងសម្រេចងាករេចាត់ចេញពីប្រទេសថៃទី3តើប្រទេសថៃទប់ជាប់ដែរឬទេក្នុងស្ថានភាពទឹកជំនន់និងទំនិញដែលកាំងនាំមកកម្ពុជាមិនបានកិច្ចព្រមព្រៀងសន្តិភាពមែនទែនទៅគឺចំណេញសម្រាប់ថៃបើសិនជាថៃចេះស្ដាប់គេឯងខ្លះពិសេសគឺស្ដាប់ម៉ាឡេស៊ីដែលជាប្រធានអាស៊ានត្បិតទំហំសេដ្ឋកិច្ចដែលរួចពន្ធពីសហរដ្ឋអាមេរិកបានស្មានទៅក៏អាចរំដោះខ្លួនបានមួយគ្រាដែរប៉ុន្តែដោយសារតែចិត្តចង់ឈ្នះកម្ពុជាពេកចង់ខ្សែលើពេកងាកទៅឆ្វេងងាកទៅស្ដាំហើយធ្លោយប្រមាថចំអ្នកធំដូច្នេះហើយទើបវិចារណកថាកន្លងមកតែងតែរំលេចថាថៃនយោបាយក្រឡេកក្រឡុយតាំងតែពីដើមយ៉ាងណាក៏ដោយទោះជាសហរដ្ឋអាមេរិកដាក់សម្ពាធលើប្រទេសថៃកម្ពុជាគួរធ្វើជាទីដែលគេទុកចិត្តបែបធំដុំហើយកលៈទេសៈនេះត្បិតកម្ពុជាមិនមែនកំពឹសពុលដោយសង្ហបុរីសម្រាប់ពិភពលោកតែគួរគិតសម្រួចខ្លួនធ្វើជាកំពឹសពុលសម្រាប់ថៃសិនក៏បានពិសេសនៅក្នុងរបបនេះភាពខ្លាំងរបស់កម្ពុជាគឺមានសម្លេងតែមួយភាពប្រកាសប្រជាដើម្បីដោះស្រាយរឿងខណៈដែលថៃដូរមេដឹកនាំច្រើនពេកទោះជាទម្លាប់ស្រុកទេសខ្លួនបែបនេះក៏ដោយក៏កលៈទេសៈនេះដូរមេដឹកនាំច្រើនពេកនាំឲ្យការទូតខ្សោយកម្ពុជាគួររក្សាភាពខ្លាំងសាមគ្គីជាកូនសោប្រជាជនកម្ពុជាជាទីរាប់អាននាពេលនេះពុំមែនជាពេលដែលហែកហួរគ្នាទេហើយបើទុកហែកពេលក្រោយក៏មិនចំណេញដែរគេចង់ឲ្យតែយើងឆ្លោះគ្នាឯងដូច្នេះសូមកិច្ចពីបន្ទាត់នេះឲ្យផុតរំលឹកពីទ័ព18រូបសាមគ្គីជាកូនសោវិចារណកថាដោយលោកឡាំឡាយចុងបិចអង្គរអានជូនដោយនាងខ្ញុំបូសុគន្ធាពីសារព័ត៌មាន The Khmer Today